Let's go. Okay បង Thank for your time today អរគុណអ្នកគ្នា មែនតើយើងជួបបញ្ហាច្រើនមួយរយៈនេះតែទៅមួយសង្គ្រាមប៉ុន្តែឥឡូវហ្នឹងយើងក៏អាចទុកអ្វីដែលយើងត្រូវធ្វើចោលបានដែរយើងត្រូវនៅធ្វើបន្តទៀតចឹងទៅហើយអរគុណដែលបានមកចូលរួម Far From Home ណូអរគុណអ្នកគ្នាអរគុណមកថាអរគុណ team នៅ studio ទាំងអស់គ្នា team នៅខាង Pinnacle Pro ផ្សេងៗយល់មក team ពាក់ព័ន្ធទាំងអស់នៅ Pinnacle ផ្សេងៗពាក់ព័ន្ធទាំងអស់ឃើញធ្វើការbehind the scene ជាច្រើនជាមួយនឹងខាងជួរមុខក៏ដូចជាខាងអ្នកស្ម័គ្រចិត្តច្រើនដែលมันអាចបង្ហាញបានឥឡូវដើម្បី control ស្ថានភាពការងារបានមកថាធ្វើមួយចំនួនអត់អាចបង្ហាញបានហើយពួកយើងតាំងពី round ដំបូងពួកយើងនេះ team មុខនេះ team អត់ដេកពីយប់ដំបូងពេលតម្លាក់តាំងពីខែ6ហ្នឹងហើយតែអត់ដេកសើពួកនៅលើតុកធ្វើក្រុមតុកធ្វើចឹងអរគុណខ្ញុំក៏មិនដឹងថានិយាយអរគុណឲ្យច្រើនបានច្រើនជាងនឹងទេប៉ុន្តែអរគុណខ្លាំងមែនតើបាទអត់អីទេក៏ពិតទៅវាខំទាំងអស់គ្នាទេគ្រាន់តែឥឡូវនេះយើងត្រូវតែធ្វើមិនបន្តមួយវាហើយហ៊ានហួសមួយវាជាមួយនឹង situation ហ្នឹងខ្ញុំតែនិយាយមួយអ្នកស្គាល់មិត្តភ័ក្តិដែរគាត់ថាអត់ដេកមួយយប់ពីរយប់មានអស់ចាឡៃខាងកងតបយើងគាត់នៅជួមុខពាក់លីឡើងជីវិតគាត់មិននឹងខ្វល់បងគាត់សម្បត្តិតាមពួកយើងអត់ដេកតិចតួចលីបើកតិចតួចមានអីធ្ងន់យេអត់មានធ្ងន់ទេហើយសំខាន់ពេលខ្លះយើងនៅគេងមួយទាំងហើយសិនចិត្តហើយហ្នឹងបើពួកគាត់បានគេងមកទឹកក៏បានមួយដែរអញ្ចឹងទៅវាមិនមែនតែមើលបាយមិនបាននេះផងបុកហ្នឹងបើមានលំបុកបើអត់ទេគឺពុះសតេហ្នឹងឯងថាឲ្យត្រង់មាត់ក៏អត់បានហូបត្រង់មាត់ទៀតលំបុកហ្នឹងឬក៏អីចឹងណាយល់ហើយមកម៉ាត់ត្រូវតែ stand by រហូតអីចឹងទៅអូខេបងអញ្ចឹងបកមកវិញតិចចូលដល់រឿងហៅឯងពីមុន right ពីមុនខ្ញុំឃើញបើឯងអ្នកធ្វើការដែរប៉ុន្តែដោយសារតែនេះវាជា far from home អញ្ចឹងវាមានរឿងច្រើនដែលឯងបានជួបអញ្ចឹងណាហើយតើកត្តាអីដែលធ្វើឲ្យឯងចាក់ចេញពីផ្ទះពេលហ្នឹងកត្តាដែលមកចាក់ចេញពីផ្ទះហើយបើឯងមកធ្វើជា digital creator so what's the point and what's your motivation ចង់ត្រង់មកអត់ចង់នៅប៉ុណ្ណឹងហើយសួរថានិយាយហ្នឹងនិយាយចេញពីគេខ្ញុំជឿថាបើយើងសួរនាំប្រវត្តិណាគេទូទៅអញ្ចឹងគេនឹងនិយាយប្រាប់ពីភាពជូរចត់យើងអីផ្សេងថងហ្មងខ្ញុំមិនមែនអត់មានរឿងវេទនាទេពីក្មេងប៉ុន្តែបន្តជំនាន់មកពេលនេះខ្ញុំមានសំណាងណាស់ហើយដែលយើងមានយ៉ាងហើយណាឪម៉ែយើងមើលថែចិញ្ចឹមអីបាច់យើងហើយយើងមិនមែនកូនអ្នកមានក៏យើងមានសាលាទៅរៀនដែរហើយយើងមិនមែនរៀនសាលា private ក៏យើងមានសាលារដ្ឋរៀនដែរអញ្ចឹងខ្ញុំ consider ខ្លួនឯងមនុស្សថាមានសំណាងណាស់ដែលបានថ្ងៃនេះហើយខ្ញុំមានឪម៉ែដែរគាត់គូថាគាត់យល់ពីការងារខ្ញុំឯងគាត់មិនយល់ទេគាត់មិនដឹងខ្ញុំធ្វើស្អីហ្មងប៉ាខ្ញុំគាត់ធ្លាប់មានពេលមួយពេលខ្ញុំនៅក្នុងប្រឡងពេលការងារហើយមិនមែនអន់ទេណាខែ1000ជាងតែឈប់ការងារឯង1000ជាងហើយទៅដើរកាយបងឯងទៅរៀនគាត់មើលងាយដល់ថ្នាក់ហ្នឹងក៏បងខ្ញុំគាត់ធ្វើមគ្គុទ្ទេសក៍អញ្ចឹងគាត់មិនយល់ថាខ្ញុំធ្វើអីតែរឿងចម្បងមួយគឺគាត់ឲ្យយើងធ្វើគាត់អត់មានអញគាត់មិនមកលូកអីញ៉ាមាន frankly ត្រង់ហ្មងបើគាត់ខ្ញុំស្គាល់ផ្លូវខ្លួនឯងត្រូវដើរមិនអញ្ចឹងបើគាត់ឪម៉ែគាត់រាំងខ្ញុំមិនខ្ញុំឲ្យណាគេរាំងខ្ញុំទៅខ្ញុំទៅហើយខ្ញុំចំណាយពេល10ឆ្នាំជាងនៅក្នុងវិស័យផ្សព្វផ្សាយប៉ុន្តែមុនពេលហ្នឹងក៏ខ្ញុំប្រឡូករឿងនេះខ្ញុំធ្វើការ sell ជាមួយបងជំនាន់មួយតិចតួចអញ្ចឹងទៅធ្វើ clothing brand fail តាំងជំនាន់គេអត់ពាក់គាត់គ្រប់ត្រូល clothing brand ទៅមុនគេឡើងកទួកឡើងfail រស់ស៊ីបើកហាងកៅអៅប្រាជ័យធ្លាប់អ្នកនរធ្លាប់ឃើញវីដេអូហើយខ្ញុំចូលធ្វើការចូល intern 2013ចូល2014 I think 2014ដើមឆ្នាំខ្ញុំចាំខុសខ្ញុំហ្នឹងប៉ុន្តែបើយើងរាប់ឆ្នាំមើលទៅវាចូល10ឆ្នាំជាងក្នុងវិស័យហ្នឹងតាំងពី intern រហូតដល់ខ្លាយជា project manager អញ្ចឹងទៅហើយប្រាក់ខែ1000ខ្ពស់ណាពោះឥឡូវខ្ញុំជឿថាគ្នាយើងសម័យឥឡូវព្រិចយកអាហ្នឹងទៅនិយាយមួយគ្នាយើងអត់បានឥឡូវអ្នករៀនចប់ភ្លាមបានបាត់ហើយប៉ុណ្្នឹងហ្នឹងហើយតែជំនាន់ខ្ញុំខ្ពស់ខ្លាំងប៉ុណ្្នឹងយើងអញនិយាយបានថាក្នុង10ឆ្នាំស្រួលស្រាប់ទៅក្នុង10ឆ្នាំជាងខ្ញុំជឿថាប្រាក់ខែ1000 2000ធ្វើអ្នកមានកើតថងមកខ្ញុំគិតថាវាអត់ទៅណាកើត be real ហើយខ្ញុំមានសំខាន់គឺយើងដើរពី3 agency ធ្វើយ៉ាងត្រង់ខ្ញុំធ្វើទាំងអស់ហើយជាពិសេសនៅពេលម្លងពេលដែលខ្ញុំដូរពី agency ទៅមួយ agency មួយនៅស្រុកខ្មែរខ្ញុំ freelance ជាមួយអ្នកការងារមួយចំនួនដែលខ្ញុំអញនិយាយបានថាខ្ញុំធ្វើការគ្រប់ agency នៅស្រុកខ្មែរពីព្រោះ agency មួយចំនួនដែលខ្ញុំបានធ្វើការមួយចំនួនធំដែលខ្ញុំបានធ្វើការជាមួយខ្ញុំសាប់ការងារតឲ្យបុគ្គលិកគាត់ទាំងអស់ពេលខ្ញុំនៅ freelance ពេលខ្ញុំ in between ការងារចូលសុខការងារមួយអញ្ចឹងគឺនៅ agency ធំមួយអញ្ចឹងការងារហ្នឹងការ in house ឯងតែកែគាត់ដឹងថាគាត់ PM ហ្នឹងឲ្យសោះអ្នកផ្សេងតែ PM ហ្នឹងគាត់កាំងការងារខ្លាំងគាត់ធ្វើអត់ទាន់គាត់ឲ្យសោះចេញមកខ្ញុំធ្វើតអញ្ចឹងនិយាយទៅដឹងអស់ហើយ agency ស្រុកខ្មែរប៉ុន្តែកន្លែងខ្ញុំធ្វើការច្បងមក5ឆ្នាំចុងក្រោយហ្នឹងខ្ញុំនៅនឹងឡើង5ឆ្នាំជាងបើមិនមែន COVID ទេក៏ខ្ញុំអត់ត្រូវនៅដល់5ឆ្នាំជាងដែរតែខ្ញុំមាន firm ខ្លួនឯងថានៅដល់5ឆ្នាំជាងនៅដល់3ឆ្នាំវាល្មម
នៅដល់5ឆ្នាំខ្ញុំមានអារម្មណ៍ថាអា2ឆ្នាំបន្ថែមទៀតហ្នឹងមិនមែនខ្ញុំនៅឯសារកន្លែងហ្នឹងល្អទៀតទេបើល្អយ៉ាងច្រើន3ឆ្នាំទេអា2ឆ្នាំចុងក្រោយហ្នឹងគឺខ្ញុំបើខ្ញុំនៅបន្តនៅបានខ្ញុំអត់មានជំរឿនខ្ញុំណាស់ Okay and ត្រង់ហ្មងពីពិតមែន2ឆ្នាំហ្នឹងគឺ2021 2022 COVID យ៉ាប៉ុន្តែដល់ពេលមួយគឺខ្ញុំអង្គុយមើលឡើងវិញហើយវាបូករួមមើលច្រើនទី1ខ្ញុំធ្លាក់ performance ខ្ញុំដឹងខ្ញុំមកធ្វើ podcast នេះខ្ញុំដឹងមកថានឹងសួររឿងហ្នឹងខ្ញុំធ្លាក់ពេលដែលខ្ញុំចប់ហ្នឹងខ្ញុំចង់ចេញដោយ good term ខ្ញុំអត់ចង់ចេញពីកន្លែងណាមួយដល់ bad term ទេពេលដែលខ្ញុំចិត្តចេញហ្នឹងគឺខ្ញុំដឹង performance កន្លែងទូឲ្យខ្ញុំធ្វើឲ្យទៅមុខខ្ញុំអត់ចង់ដល់ថ្ងៃណាមួយខ្ញុំធ្វើអត់កើតគេដេញខ្ញុំចេញខ្ញុំអត់ចង់មានឈ្មោះហ្នឹងខ្ញុំធ្លាប់មានប្រវត្តិតែអ្នកផ្សេងធ្វើខុសខ្ញុំចេញម្ដងហើយគាត់តកាយខ្ញុំគាត់ស្រឡាញ់ខ្ញុំដល់5ឆ្នាំខ្ញុំអ្នកសុំចេញខ្ញុំមើលខ្ញុំទៅលេងរួចខ្ញុំលេងស្រឡាញ់ការងារហ្នឹងខ្ញុំពិតជាអត់បេះដូងខ្ញុំវាលេងហ្នឹង and also ពេលហ្នឹងខ្ញុំចាប់ដើម2022ខ្ញុំចាប់ដើមផុស TikTok លុយរកបានពី sponsor វាខ្ពស់ជាងប្រាក់ខែ office ទៀតវាលេងបេះដូងនៅហ្នឹងហើយតកាយយល់វាអត់ fair ដែលយើងទៅអង្គុយ train អង្គុយអត់ធ្វើអីចាប់ចុចនេះចុចនោះបើកប្រាក់ខែគេចាំដល់ខែដល់ចំណុចហ្នឹងគេតិចរឿងបញ្ហាច្បងដល់ចំណុចហ្នឹងខ្ញុំហ៊ាននិយាយនេះខ្ញុំជឿទឹកអ្នករកស៊ីទាំងអស់គាត់ជួបរឿងហ្នឹងដល់ចំណុចមួយបុគ្គលិកហ្នឹងគាត់នៅហ្នឹងដោយសារយើងស្រឡាញ់គាត់វាសួរថាគាត់ replaceable ខ្ញុំពេលហ្នឹងតកាយខ្ញុំស្រឡាញ់ខ្ញុំ replaceable ដកខ្ញុំចេញគាត់មកអារម្មណ៍ដែរ in fact គាត់ចង់ហាមាត់ដេញខ្ញុំប៉ុន្តែគាត់ពេលគាត់លឺថាខ្ញុំចង់ទៅគាត់សប្បាយចិត្តត្រង់ហ្មងពេលខ្លះគេអត់មានអីទៅដេញយើងទេតែយើងក៏លេងបានផលដែរត្រង់មកខ្ញុំដឹងខ្លួនឯងពេលហ្នឹងខ្ញុំជាប្រដាប់មួយដែលនៅទៅបើខ្ញុំចេញទៅគេអាចយកប្រាក់ខែរបស់ខ្ញុំហ្នឹងពុះជា2ទៅរកក្មេងៗមកគីឡូវិស័យ advertising វាត្រូវការគោះក្បាលអញ្ចឹងខ្ញុំនិយាយឲ្យខ្លីទៅពេលហ្នឹងខ្ញុំចេញទៅគឺខ្ញុំចេញដល់សប្បាយចិត្តហើយរឿងច្បងហ្មងនោះខ្ញុំមើលឃើញថាខ្ញុំចង់ធ្វើឲ្យប្រកបតែពីព្រោះហេតុអីមុនពេលខ្ញុំចូល advertising ហេតុអីបានខ្ញុំចូលទៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឥឡូវនេះវាជា trend មួយដែលម្នាក់ក្មេងៗ Gen Z ធ្វើ influencer កន្លែងខ្លះផងចូលធ្វើការ agency ផង is a lifestyle កន្លែងហ្នឹងគេនិយាយថាបើយើងមើលទៅខ្ញុំឃើញក្មេងៗឥឡូវគាត់ចូលទៅធ្វើការ agency ក្នុងការ transition ទៅជា full fledged influencer ព្រោះ lifestyle ហ្នឹងមើលម្នាក់អា dream ខ្ញុំមានហេតុអីខ្ញុំចង់ចូលធ្វើការក្នុងវិស័យហ្នឹងគឺស្លៀកពាក់តំណងលេងពណ៌សក់លេងអីចឹងណា so is a lifestyle មួយ but also មួយទៀតគឺធ្វើការក្នុងវិស័យនេះវាងាយ connect ចូលinfluencer ធ្វើ close មួយ influencer ទៅយូរទៅខ្លួនឯង and មើលឃើញ opportunity ផ្សេងៗអញ្ចឹងទៅរៀនពីការធ្វើ digital marketing ផ្សេងៗតែអានេះជាមូលហេតុខ្ញុំចង់ធ្វើដល់ចំណុចមួយពីមុនពេលខ្ញុំចង់ធ្វើអាហ្នឹងជា dream job ខ្ញុំតាំងពីតូចតាំងពីរៀនអត់តន់ចូលសកលខ្ញុំចង់ធ្វើការហ្នឹងខ្ញុំមើលរឿងកុនខ្ញុំឃើញគេធ្វើការក្នុងវិស័យហ្នឹងខ្ញុំឃើញតំណងគេ lifestyle ដូចឥឡូវរាល់ថ្ងៃអញ្ចឹងខ្ញុំចង់ធ្វើអញ្ចឹងតែខ្ញុំចូលធ្វើបានតែ dream ខ្ញុំ come true បាទហើយយល់ទេ like ខ្ញុំបានទាំងអស់តែខ្ញុំចង់ថាថ្ងៃណាមួយខ្ញុំចង់បានប្រាក់ខែ 1000 ប្រហែលជា2017ខ្ញុំបានប្រាក់ខែ 1000 ទៅ dream come true បាត់ dream come true បាត់ចប់បាត់ហើយប៉ណ្ណឹងបានហើយចឹងទៅសម្បិនខ្លាយការបាត់ធ្វើការចាំមិនពាក់ក្បាត់កតនុយអាយកណាត់ចឹងមិនពាក់បិជើងប៊ូចង់ពាក់ផ្ទាត់ចង់ពាក់ sneaker លុយចាយលុយនេះហើយអង្គុយធ្វើកាយប្រើកណាត់ទៅទៀតណាអស់ហើយអស់លីងអានមើលថាចំរបស់ចង់បានតែប៉ុន្តែអត់មានអីខែបានមួយខែចាយមួយខែវាអត់មានអត់រកស៊ីគឺអត់សល់លុយខ្ញុំគិតចឹងហ្មងខ្ញុំអត់ជឿថាពិបាកឲ្យយើងធ្វើឲ្យយើងមានបានដោយគ្រាន់តែពឹងលើប្រាក់ខែ2000អញ្ចឹងពេលហ្នឹងច្រើនហើយណាមួយវាអត់មានអា micro finance ហ្នឹង right ឥឡូវចាំមើលខ្ញុំប្រហែលថាច្រើនប្រាក់ខែខ្ញុំប៉ុណ្ណឹងប្រហែលជា 5-6 ឆ្នាំខ្ញុំអត់សល់លុយទេខ្ញុំមានវីដេអូនិយាយហ្នឹងបើគ្នាយើងជួបប្រទះបញ្ហាហ្នឹងប្រាក់ខែខ្ពស់តែធ្វើការប្រហែលឆ្នាំក៏អត់មានសល់មួយខែin a way យើងត្រូវពិចារណាឡើងវិញដូចគ្នាតែខ្ញុំអ្នកធ្លាប់បញ្ហាហ្នឹងខ្ញុំប្រាប់ជាមួយនឹងគូក្បាលយើងជាមួយនឹង maturity របស់យើងអាភាពរបស់ដែលយើងដឹងនេះក្នុងវ័យប៉ុណ្ណឹងបានប្រាក់ខែប៉ុណ្ណឹងយើងអត់ឈ្នះប្រព័ន្ធដែលគៀបយើងជាមួយនឹងទេវាជា cycle មួយដែលគៀបឲ្យយើងចាយលុយហ្នឹង everything right the trend like technology ទូរស័ព្ទ right the trend យើងពេលខ្លះយើងមិនចង់វានឹងទៅកន្លែងហ្នឹង right also បើយើងអត់អញ្ចឹង right បើយើងអត់អញ្ចឹងយើងអត់លេងអញ្ចឹងតែយើងមកអញ្ចឹងអា confidence ដែលយើងអត់បានមកអត់មានពីអាហ្នឹងតែយើងអត់មានអា confidence ពីអាហ្នឹងក៏អត់បាន build career យើងឲ្យទៅមុខដែរ in a way យើងចាយលុយដើម្បីបានលុយ the thing គឺអាលុយដែលយើងបានពីការចាយលុយហ្នឹងវានឹងចាយទៅវិញអស់ទៀតវាជា cycle មួយដែលចុងក្រោយមានតែតកែយើងអាហ្នឹងត្រង់ yeah like it ត្រង់ហ្នឹងហើយ so ខ្ញុំមើលឃើញបើខ្ញុំនៅធ្វើអញ្ចឹងខ្ញុំអត់បានលុយ so ចង់ពេលដែលខ្ញុំបានថាឥឡូវហ្នឹងខ្ញុំពេញហើយខ្ញុំបាន dream ខ្ញុំ come true ហើយ
អូខេហៅត្រីមួយថ្មីទៀតតោះឥឡូវអូខេខ្ញុំធ្វើការគុណភាពថ្មីក្តីសម័យឥឡូវគឺខ្ញុំលេងចង់ធ្វើអីដែរផ្ដោតទៅលើគុណភាពមកមុខខ្ញុំចង់រកចំណុចខ្ញុំចង់ចំណេញអញ្ចឹងខ្ញុំទៅរកអីទៅធ្វើឲ្យចំណេញអញ្ចឹងខ្ញុំឈប់មកស៊ីឲ្យមួយទៀតខ្ញុំមើលឃើញថាវិស័យទីផ្សារដើរដល់ចំណុចមួយធ្វើអញ្ចឹងអត់កើតទេធ្វើអញ្ចឹងគឺអត់ត្រូវរបៀបដែលធ្វើទីផ្សារនៅពេលបច្ចុប្បន្នខ្ញុំមើលឃើញអត់ត្រូវបើបាយធ្វើអញ្ចឹងគឺទាញសេដ្ឋកិច្ចទាំងអស់គ្នាគឺអត់មានអ្នកគេមានបានទេខ្ញុំនិយាយប្រាប់តកែខ្ញុំមានតកែវាម្នាក់តកែខ្ញុំមួយដែលជាជនជាតិបរទេសគាត់ថាតែឯងឆ្លាតតែរកស៊ីក៏ធ្វើអញ្ចឹងឯងបើស្រីឯងគិតថាអញ្ចឹងដើរអញ្ចឹងស្រីឯងទៅធ្វើខ្លួនឯងគាត់និយាយមកគាត់និយាយនឹងពេលស្វឹងគាត់ឌឺខ្ញុំគាត់ថាបើស្រីឯងគិតថាធ្វើអញ្ចឹងចំណេញលុយជាងធ្វើដូចខ្ញុំធ្វើដូចក្រុមហ៊ុនយើងធ្វើឥឡូវស្រីឯងឈប់ធ្វើការធ្វើខ្លួនឯងទៅ challenge អីសិតទៅខ្ញុំឈប់ខ្ញុំជិះធ្វើខ្លួនឯង prove them wrong ខ្ញុំធ្លាប់ទទួលពាក្យហ្នឹងដែរគាត់ថាបើខ្លាំងធ្វើខ្លួនឯងសូយ៉ាខ្ញុំធ្វើខ្លួនឯង That's a good one គាត់ថាបើឯងខ្លាចធ្វើខ្លួនឯងសូខ្ញុំធ្វើខ្លួនឯង respect to him ទីអត់ដែរអាក្រក់vớiខ្ញុំទេគាត់ថាទីគាត់ថាគាត់តកែគាត់នឹងត្រូវរហូតright ខ្ញុំមួយថ្ងៃខ្ញុំធ្វើតកែគេក៏ខ្ញុំមានកំណត់ចឹងដែរតែទិញគឺបុគ្គលិកខ្ញុំអត់ត្រូវខ្ញុំត្រូវមែន right បាត់ដល់ថ្ងៃណាមួយបើបុគ្គលិកខ្ញុំ let's say ថ្ងៃនេះឥឡូវខ្ញុំមានមេងមកអង្គុយខ្ញុំបើថ្ងៃណាមួយមេងវា challenge ខ្ញុំវា prove ខ្ញុំ wrong គេទៅទិញខ្ញុំនឹងមកធ្វើដូចតកែខ្ញុំទេបើសិនបុគ្គលិកខ្ញុំ start ទៅមើលឃើញ pattern របស់បុគ្គលិកខ្ញុំខ្លាំងជាងខ្ញុំនឹង bring វាធ្វើ business partner ខ្ញុំមិនបល័យវាទៅទេ Yes that's right ពូបង innovate តកែខ្ញុំល្ងងកន្លែងហ្នឹងគាត់គិតថា method មួយពី respect កន្លែងហ្នឹងគាត់ពីអ្នករកឥឡូវពីឆុងមួយពីមុនគាត់តកែខ្ញុំឥឡូវពីអ្នករកស៊ីម្នាក់ទៅអ្នករកស៊ីម្នាក់ដែលរកស៊ី level ស្មើគ្នាខ្ញុំអាចប្រាប់គាត់ feedback គាត់បានហ្មងបើគាត់នៅហ្នឹងហើយពួកគាត់ចូលចិត្តខ្ញុំនិយាយអញ្ចឹងគាត់ចូលចិត្តខ្ញុំនិយាយត្រង់ៗអញ្ចឹងខ្ញុំនឹងប្រាប់គាត់ថាតែថាគាត់គិតថាអាប្រព័ន្ធការរកស៊ីរបស់គាត់មួយហ្នឹងវាអាចដើរដល់20ឆ្នាំតែវាអត់ត្រូវការផ្លាស់ប្ដូរចប់ហើយ in fact សម័យឥឡូវបុគ្គលិកគេលែងចង់ធ្វើការ full time ហើយហើយបើគេអាចធ្វើតែ part time ហើយគេអាចមានពេលវេលាអ្នកនៅធ្វើការ agency ទាំងអស់នឹង wish ថាខ្លួនឯងបានធ្វើការងារហ្នឹង part time អត់សូវមានពេល part time មួយទៀតធ្វើ content creator ធ្វើអី they want to build លុយ3-4ជ្រុងនេះអត់ចង់ទៅមួយជ្រុងទេ freedom សំខាន់តែអត់ចង់ទៅធ្វើការ office ទាំងស្រុងមិនទេដែលចង់នៅខាងគេហើយអញ្ចឹងទៅវាជារឿងដែលបើយើងកើតទៅពីជ្រុងមកខ្ញុំយើងជាអ្នករកស៊ីគុំនិយាយរឿងសេដ្ឋកិច្ចទាំងមូលបើយើងអ្នករកស៊ីយើងត្រូវគៀងអាហ្នឹងឲ្យវាចូលទៅក្នុងប្រព័ន្ធមួយយើងអាចគ្រប់គ្រងបាន So អាហ្នឹងគាត់តែជាផ្នែកមួយឧទាហរណ៍ឯងតែគាត់ដោយសារគាត់គិតថាគាត់ធ្វើតាមគាត់បានដើរហើយខ្ញុំមើលឃើញខុសគ្នាតែខ្ញុំនៅទៅហើយតែខ្ញុំនៅទៅហើយពីព្រោះ goal របស់ខ្ញុំឥឡូវខ្ញុំបដូរ goal ហើយខ្ញុំមិនមែនគាត់ចង់ធ្វើការហ្នឹងខ្ញុំចង់បានលុយខ្ញុំនៅមកគាត់ខ្ញុំអត់បានលុយច្រើនជាងហ្នឹងមិនហ្នឹង right ខ្ញុំចេញមករកស៊ី and ពេលចេញមករកស៊ីក៏ខ្ញុំក៏នៅតែវេរឿងធ្វើ like ខ្ញុំបើក culture របស់ខ្ញុំធ្វើគ្រប់មុខចង់ធ្វើគ្រប់មុខពេលខ្ញុំធ្វើច្រើនពីមុនអត់មានអីដល់ពេលខ្ញុំឈប់ធ្វើទាំងអស់ធ្វើតែមួយបានគាត់បានតែយើង focus មកកន្លែងមួយ focus អាណាចំណេញលុយជាងគេបើ goal យើងចង់បានលុយដល់រកអាណាចំណេញលុយជាងគេហើយបើចឹងបើសិនជាគ្នាយើងអ្នកស្ដាប់គាត់គិតថាអូអញ្ចឹងធ្វើដើម្បីបានលុយ no របស់មួយដើម្បីចំណេញលុយក្នុងហ្នឹងក៏វាត្រូវរួមបញ្ចូលជាមួយនឹងគុណភាពអតិថិជនដែរបើអត់មានទេអាហ្នឹងចង់ក្បួនមិនក៏ដោយវាត្រូវតែរបស់ហ្នឹងមានគុណភាពណារបស់ហ្នឹងមានគុណភាពដែរខ្ញុំគ្រាន់តែថាខ្ញុំយកអា model របស់មុខរបរបែបសេវាកម្មតែវាពីមុនមកវានៅប៉ុណ្ណឹងវានៅក្តាំនៅហ្នឹងម្នាក់គៀបនៅហ្នឹងខ្ញុំបំបែកវាមកឲ្យ work សម្រាប់ខ្ញុំពីណាគេមិនពេញចិត្តគេមិនធ្វើទេខ្ញុំធ្វើចង់ក្រោយយើងរកស៊ីដើម្បីចំណេញលុយអញ្ចឹងគ្នាយើងស្ដាប់ឥឡូវគាត់កំពុង start នេះគាត់កំពុង turn នេះ build project នេះ build project នោះចំណុចមួយឥឡូវ let's say បងប្អូនផងម្នាក់គាត់បើក agency គាត់ចេះ digital marketing ចេះគាត់បើក agency ឥឡូវបើគាត់បើក agency គាត់ share គេបើថានៅក្នុង media ដែរគាត់ share គេគាត់ chase big project right ពីណាគេក៏ចង់គេឃើញឥឡូវណាគេដែលគេមិនដែលគេបើក agency ដែលគេមិនមើលទៅដូច KDMV ធ្វើ TVC តំណងទៅទេអ្នកដែលមកបើកផ្សេងគេនឹង inspire ពីការងារ creative ទាំងអស់ហ្នឹងគេចង់ធ្វើការ big project ពីណាគេក៏ចង់ដេញយក project smartphone ដេញយក project ABA ដេញយក project គេចង់បានអាការងារធំហ្នឹង right យើងនឹងមាន phase មួយគាត់រកស៊ីគាត់នឹង chase អា project ទាំងអស់ហ្នឹង and នៅពេលដែល achieve អស់ដូចខ្ញុំអញ្ចឹងចង់ធ្វើការ agency ដល់ពេល achieve ហើយដល់ចំណុចមួយការងារអញអត់លុយក៏បានដែរអញចង់បានលុយអញចង់រកអាណាចំណេញច្រើនជាងគេ right and ខ្ញុំអាចប្រាប់មកថាបានភាគច្រើនអារបស់ដែលចំណេញជាងគេមិនមែនអារបស់ដែលលុយជាងគេគឺអារបស់ដែល cringe អារបស់ដែលវាគេខ្លះហ៊ានអួតគេអត់សួរចំណេញអត់គេខ្លះវាអញ្ចឹងសូម្បីតែនៅក្នុងវិស័យផ្សព្វផ្សាយវិស័យថតវិស័យអីពេលខ្លះគេខ្លះក៏វាអញ្ចឹងដែរសេដ្ឋកិច្ចយើងដែរអញ្ចឹងសង្គមយើងដែរអញ្ចឹងបើវាដើរបើវា work ហើយសំខាន់តែចេះបត់បែនតាមហ្នឹងអាមានរឿងល្អបំផុតមួយគឺ
បើចង់រកស៊ីមានគុណភាពផងចង់ចំណេញលុយផងដែរហើយកំពុងតែនិយាយអំពីមុខរបរពីរផ្សេងគ្នាហើយចឹងបើកពីរទៅមាន agency មួយកាន់ branding ទៅមាន agency មួយទៀតកាន់អីមួយទៀតបើខ្ញុំស្ដាប់មកពាក្យច្រើនវាអត់តនេះហ៎ like what is your first problem ពេលដែលដំបូងបំផុតមក your first problem ហ្មង problem តែនាំមកអីគេដែរតែនាំមកបងឯងពិបាកមែនថាយើងចាប់ផ្ដើមជិះមករកស៊ីជា agency right what's your first problem ទៅលើអីគេខ្ញុំចំណាយពេលទៅធ្វើរឿងដែលអត់បានប្រយោជន៍ខ្លាំងបើដែលឮអ្នកមានរកលុយ1លានចាយពេលមួយថ្ងៃអ្នកខរហម$100ចាយពេលមួយថ្ងៃដូចគ្នាហើយភាសាហ្នឹងខ្ញុំសុំទោសបើសិនជាខ្ញុំនិយាយទៅវាប៉ះពាល់បើយើងបំបែកមកពីមុខរបរក្រុមហ៊ុនតូចក៏ចាយពេលមួយថ្ងៃមុខរបរក្រុមហ៊ុនធំក៏ចាយពេលមួយថ្ងៃដែរខ្ញុំបើឧទាហរណ៍ខ្ញុំបើកហាងបាយបើខ្ញុំបើកលក់បាយម្ហូបស្រាប់ខ្ញុំលក់នៅកែងសាលារៀននេះនៅម្ដុំវត្តសំកសលអីយើងហ្នឹងក្នុងពេលមួយថ្ងៃនេះក៏ខ្ញុំលក់បានប៉ុណ្ណឹងតពេលមួយគ្នាខ្ញុំអត់ព្រមបដោតទៅរកអារឿងណាមួយដែលខ្ញុំអាចធ្វើឲ្យវា effective បំផុតខ្ញុំចេះធ្វើតែផ្ដេសច្រើនមកអត់អង្គុយចុះអត់យកសភៅអត់យកមកកត់ថាឥឡូវតើរបស់អីដែលអញអាចធ្វើបានឥឡូវនេះដែលចំណេញបំផុតយើងយកពេលទៅធ្វើរឿងអញញ៉ៃរឿងខ្លះបានតលយមិនដឹងប្រភពលុយមកពីណាជាពិសេសនៅពេលដែលយើងនៅទូចនៅពេលអាជីវកម្មយើងទំហំអាជីវកម្មយើងនៅទូចឡើយក៏ប៉ិតគិតអារឿងហ្នឹងចម្បងមែនតើហើយនៅពេលចឹងគាត់មើលបច្ចាស់កន្លែងហ្នឹងអានពីនេះបើបិសោតខ្ញុំមិននិយាយថាហ្នឹងវាត្រូវតែ follow ឯណាពីជុំបើខ្ញុំពេលខ្ញុំអត់ទាន់មានអីខ្ញុំគួរគិតរឿងចំណេញខ្លាំងផុតចាំពេលខ្ញុំមានចាំខ្ញុំធ្វើរឿងអត់ប្រយោជន៍ញ៉ាំត្រង់ហ្មងខ្ញុំនិយាយអាជីវកម្មមិនមែននិយាយខ្លួនឯងណាអានោះតែមិនខ្ញុំយកពេលទៅធ្វើជា offline activity ធ្វើ event ធ្វើ event interview show មួយចំនួនដែលធ្វើបានតែ view មាន page ស្រាប់បើអីបាន view right ធ្វើបានតែ view ឯសារយើងគិតថា maybe អានឹងវា cool ចឹងណាមួយឆ្នាំពីរឆ្នាំដំបូងគឺរឿងដែលល្អចេញមកពីបញ្ហាទាំងអស់ហ្នឹងគឺយើងបានតេស្តដឹងរឿងអីខ្លះដែលយើងធ្វើអត់ដែររឿងមកខ្ញុំច្បងមកខ្ញុំយកពេលទៅចាយអត់ប្រយោជន៍ជាមួយនឹងរឿងដែរវាអត់បានផលច្រើនរឿងខ្លះបានផលតែបានផលតិចបើខ្ញុំគិតតាំងពីដំបូងផ្ដោតទៅលើថាទៅបែបណាថាខ្ញុំអាច build មុខរបររបស់ខ្ញុំឲ្យដំណើរការដោយស្វ័យប្រវត្តិបានព្រិចបានខ្ញុំថ្ងៃមុនមាននៅកម្មវិធី event គេសួរថាតើរឿងអីមួយដែលអាចជួយអាជីវកម្មព្រិចបានលឿនតោខ្ញុំឆ្លើយប្រាប់វិញថាចាប់ផ្ដើមរៀនពីអ្នកធ្វើ franchise រៀនពី Cafe Corner រៀនពីផលិតផល beauty មួយ skin care យកមកផ្លាយជាមួយក្រុមអាជីវកម្មមកពីយើងទោះបីយើងធ្វើសេវាកម្មក៏ដោយទោះបីជាយើងអត់ចង់ធ្វើ franchise ក៏ដោយក៏យើងគួររៀនពីអ្នកធ្វើ franchise ដែរហើយហ្នឹងណាទោះបីជាអាជីវកម្មមកយើងមុខរបរទាំងអស់ទោះបីជាគាត់មិនមែន franchise ក៏គាត់គួរតែរៀនពីអ្នកធ្វើ franchise ដែរកន្លែងហ្នឹងខ្ញុំចង់មានន័យអញ្ចឹងអ្នក franchise ទោះបីយើងនឹងជជែកគ្នាក្នុង comment គេនឹងជជែកគ្នាថាមុខរបរ franchise គុណភាពអត់អីអាហ្នឹងរឿងមួយដែលយើងអាចប្រឹងគុណភាពបានមានរឿងមួយដែលមុខរបរដែលគាត់ចូលមកគាត់ focus នឹងថាគាត់មាន set plan នៅក្នុងការចង់រុញ franchise ទៅមុខមានរឿងមួយដែលអាជីវកម្មដែលអត់ធ្វើ franchise គឺគាត់ខ្វះខ្លាំងតែប្រៀបធៀបមួយគ្នាអាជីវកម្មដែលគាត់ចូលមកដែលគាត់រុញ franchise គឺគាត់មានរឿងមួយដែលអាជីវកម្មទូទៅអត់មានប្រព័ន្ធគ្រប់គ្រងនិងប្រព័ន្ធរ៉ែការហើយអាជីវកម្មគឺអាជីវកម្មរបស់ពួកគាត់អារបស់ដែលសំខាន់របស់ពួកគាត់គឺអាប្រព័ន្ធហ្នឹង right ឥឡូវខ្ញុំ break down ឲ្យ simple ខ្ញុំអត់អាចនិយាយអាជីវកម្មណាបានទេបើថាបើកហាងបាយមួយកន្លែងតែសេបាយសូបើថាចង់ឲ្យមាន franchise ច្រើនទី1បើអត់ឆ្ងាញ់ក៏វាអត់ហុញចេញដែរទៅឯងបើត្រូវតែឆ្ងាញ់វាត្រូវតែមានភ្ញៀវចូលឲ្យច្រើនទៅមានអ្នកផ្សេងមកទិញ franchise ហ្នឹងទៅតែឥឡូវយើងកន្លែងហ្នឹងយើងនិយាយថាវាមិនដើរចុះបើថាបើកហាងមិនដាច់ខ្លាំងបើថាចង់ហុញ franchise រឿងអីដែលអាចហុញ franchise ហ្នឹងបានទី1គឺបញ្ឆាមកថាមើលទៅលើអាជីវកម្មហ្នឹងគឺវាអាចដំណើរការដល់អត់ត្រូវការមកថាបានចាំចុះមកថាបើក10កន្លែងមកថាទៅអង្គុយមើលគ្រប់កន្លែងមិនចេញមិនទៅ franchise កើតបើខ្ញុំទៅ franchise ហាងមកស្រុកពីមកថាឲ្យមកថាតមកថាទៅបានលក់ដាច់ចប់ហើយខ្ញុំទិញទៅតទី1មកថាអាចហុញពីចង្អៃបានហុញពីជ្រុងម៉ែក៏ទិញអីចឹងទៅដូច Cafe Corner អីចឹងហើយគាត់ម្ចាស់ brand គាត់ល្បីគាត់អាចប្រើប្រាស់ខ្លួនគាត់ធ្វើជា marketing ហុញទៅបានតែរឿងអាចបងបានគឺប្រព័ន្ធគ្រប់គ្រង right បុគ្គលិកគាត់ trend បុគ្គលិកឲ្យចេះ
រៀបចំទៅលើកន្លែងហ្នឹងសូម្បីតែម្ហូបបើខ្ញុំជាមិនថាម្ចាស់បាយហាងបាយសោបហ្នឹងណាសូម្បីតែជ្រូកពុះដាក់ចានហ្នឹងវាប្រមាច់ខ្ញុំរៀបទាំងអស់សូនអ្នកផ្សេងទិញបានបើយើងមើលទៅមុខរបរ franchise ជាមួយរ៉េស្តូរ៉ង់ហ្នឹងណាគឺដែលសំខាន់ជាងគេគឺអាប្រព័ន្ធហ្នឹងហើយបើខ្ញុំអាចត្រឡប់ថយក្រោយបានខ្ញុំគិតអារឿងនឹងមុនគេថាបើសិនជាមុខរបរខ្ញុំទី1ដើម្បីឲ្យមុខរបរខ្ញុំប្រិចបានខ្ញុំទៅធ្វើអញ្ចឹងទៅវាដើរលឿនបើយើងគ្រាន់តែរុញបើសិនជាខ្ញុំគ្រាន់តែរុញឲ្យមុខរបរខ្ញុំដើរឥឡូវដើរនៅចំណុចរបស់ខ្ញុំឥឡូវហ្នឹងណាអញ្ចឹងវានឹងអត់មានអីដែលអាចរុញខ្ញុំប្រិចអាហ្នឹងបានទេមិនន័យថាយើងនឹងលាក់លុយខ្ញុំកៀងហូរចូលតែប៉ុណ្្នឹងតែអាផែនប្រានេះ goal របស់ខ្ញុំប្រាប់ថាខ្ញុំឈប់ធ្វើការខ្ញុំចង់រកលុយអញ្ចឹងខ្ញុំត្រូវទៅធ្វើយ៉ាងណាឲ្យមុខរបរខ្ញុំអាចរកចំណេញបានច្រើនផុតពីព្រោះថាមុខរបរមួយខ្លាំងឬមិនខ្លាំងវាអត់នៅរហូតទេវាអត់នៅក្នុងស្រុកខ្មែរ100មកជានិរន្តរ៍ទៅមុខឯមុខរបរហ្នឹងវានឹងឡើងវានឹងចុះអញ្ចឹងក្នុងពេលដែលវាឡើងតើខ្ញុំអាចបរិយាវាឲ្យបានខ្ពស់ដល់កម្រិតណាជាមួយនឹងការនៅថែសារបានអតិថិជនដដែលហើយសំខាន់គឺនៅមានគុណភាពការងារដដែលអញ្ចឹងគឺបើខ្ញុំអាចត្រឡប់ថយក្រោយគឺខ្ញុំនឹងទៅមើលអ្នក franchise គេទៅដើរអាជីវកម្មមិនទៀតសោតមុខរបរខ្ញុំហងៃក៏គ្រាន់ចេញអញ្ចឹងដែរទោះបីខ្ញុំនៅក្នុង media ក៏ដោយគេក្រុមហ៊ុន media វាអត់គូ franchise កើតទេវាអត់គូទេហើយពួកយើងធ្វើ podcast មួយពួកយើងត្រូវចាយពេលប៉ុណ្ណាដើម្បីរៀបចំហើយគ្រប់ប្លង់នៃការថតទៅរៀបផ្សេងទាំងអស់តែស្បាយក្រុមហ៊ុន media តាំងពីណាពីណីមកធ្វើ franchise ចេញគេ license ឈ្មោះអញ្ចឹងប៉ុន្តែទៅគុណភាពខុសគ្នាបើវាគុណភាពខុសគ្នាវាអាច franchise what's the point ឈ្មោះដូចគ្នាគុណភាពខុសគ្នាហើយព្រោះបើគេចង់ទិញការងារហ្នឹងគឺគេពេញចិត្តមួយគុណភាពហ្នឹងគេមកទិញ brand ហ្នឹងដល់ពេលគេឃើញ brand ហ្នឹងនៅកន្លែងផ្សេងតែទៅអត់បានគុណភាពហ្នឹងតែសាក់ទៅ KFC សាខាខុសគ្នារសជាតិខុសគ្នាមិនតែ franchise right ព្រោះសាខា media វា break the rule ច្រើន even យើងមាន rule ហើយនៅ break the rule ច្រើនកន្លែងហ្នឹង so អ្នកខាង media គាត់ break the rule តោះអញ្ចឹងបានវាចាប់ផ្ដើមមានអាភាពច្នៃប្រឌិតវាមកពីអាហ្នឹងតែទីគឺបើយើងចង់ឲ្យក្រុមហ៊ុន media ហ្នឹងវាអាចរុញបរិចបានហើយវាទៅ franchise បានពីណាគេក៏អាចចូលមកមានប្រព័ន្ធហ្នឹងក៏អាច follow បានរុញចេញដើរគឺខ្ញុំអាចនិយាយប្រហែលទាំងអស់បាត់ប្រហែលមើលទៅវិញខ្ញុំធ្វើនៅ culture បានយើងឃើញ pattern ហ្នឹងឃើញថាការងាររបស់ខាងខ្ញុំគឺជាទូទៅវាមាន stock ណាមួយហ្នឹងវានឹងមិនល្អជាងគេទេវានឹងមិនអន់ជាងគេទេប៉ុន្តែវានឹងមាន result មួយដែលវា unique ហើយវានៅកន្លែងហ្នឹងសួរថាអ្នកផ្សេងធ្វើបានអត់ yes 100%ពីព្រោះខ្ញុំពីមុនមានពេលមួយក៏ខ្ញុំជាអ្នកផ្សេងហ្នឹងដែរដែលខ្ញុំ figure ហ្នឹងoutហើយខ្ញុំធ្វើវាចឹងបើភ្ញៀវចង់បានការងារមួយដែលល្អជាងហ្នឹងមិនខ្វះទេណា media ស្រុកខ្មែរបើភ្ញៀវចង់បានការងារដែលខ្សោយជាងហ្នឹងក៏អត់ខ្វះដែរ media ស្រុកខ្មែរតែបើភ្ញៀវចង់បានការងារហ្នឹងគាត់នឹងមកហៅ culture តែជាមូលហេតុខ្ញុំមានប្រព័ន្ធហ្នឹងមួយដែលខ្ញុំអាច franchise culture អ្នកផ្សេង culture did a lot of shit បើខ្ញុំត្រឡប់ទៅក្រោយគឺខ្ញុំនឹងមើលពីកន្លែងហ្នឹងគឺខ្ញុំនឹងរកវិធីធ្វើមិនឲ្យមុខរបរខ្ញុំអាចបរិយាក្នុងតរងហ្នឹងបានលឿនបំផុតហើយបដោះអាហ្នឹងបានដែលខ្ញុំអត់មានបញ្ហាផ្សេងទេមានបញ្ហារាប់រយមុខដែលវាពិតជាអត់សំខាន់វាអត់ប៉ះពាល់អារម្មណ៍ខ្ញុំសោះខ្ញុំធ្លាប់មានភ្ញៀវបូលី right ភ្ញៀវដែលមានគេមកគេបូលីយើងគេយកច្បាប់គេយកអំណាចគេយកគេឈ្មោះគេមកឬដងយើងប៉ុន្តែអាហ្នឹងជាផាត់នៃការរកស៊ីពេលខ្លះយើង comment ពេលខ្លះយើង comment មិនគាត់ណាហៅធ្វើរឿងមួយខុសចង់ឈប់មែនអត់ចង់រកស៊ីបន្តទៀតដោយសារយើងខុសមួយណោះខុសកែទៅដែរគឺទៅវាអត់មានប៉ះពាល់អារម្មណ៍ខ្ញុំសោះមកខ្ញុំជួបអ្នកបូលីខ្ញុំមកដល់ចំណុចនេះមិនខ្វះអ្នកបូលីខ្ញុំទេតែវា part of the game មានគេបូលីយើងជាធម្មតាមកពីយើងខ្សោយមិនគេបូលីសំខាន់យើងមានបេះដូងធំกับบេះដូងតូចក្នុងការរឿងហ្នឹងយល់យើងចិត្តចៀតអត់ទៅបើយើងមើលទៅមនុស្សដែលគាត់មានអំណាចគាត់នឹងគាត់ធ្វើបាបអ្នកខ្សោយមើលថៃធ្វើបាបខ្មែរមើល so it's okay វាធម្មតាមិនមែនតែម្នាក់ពីរនាក់ទេច្រើនអ្នកណាអូរឿងខ្ញុំbut it's part of the game and បើសិនជាយើងខុសយើងទទួលបើយើងមិនខុសពេលខ្លះចាញ់គេទៅចាប់លឿនពេលខ្លះចាញ់គេចាប់លឿនដូចគេនិយាយថាស្ងាត់ស្ងៀមណា Asset goal ខ្ញុំមិនមែនឈប់ធ្វើការមកធ្វើមុខរបររកស៊ីដើម្បីឈ្នះគេខ្ញុំចង់បានខ្ញុំចង់ចំណេញអញ្ចឹងបើសិនជាចាញ់គេចំណេញខ្ញុំចាញ់ហើយខ្ញុំអត់ខ្វល់ទេសំខាន់នៅលើខ្លួនឯងណាដល់ពេលអញ្ចឹងអាចចូលមួយទៀត like អាហ្នឹងវាជា freedom ស្រាប់មកអីឬក៏ pressure you know when តាំង bully តាំងអីមកពេលដំបងណា like ពេលដែលយើង become a creator ឬក៏យើងបើក digital creator ហ្នឹងហើយវាជា freedom ឬក៏ pressure ច្រើនជាង
វា pressure ច្រើនជាងមិនតែ it's good pressure ច្រើនជាងតែយកវាដាក់មកមួយអញ្ចឹងវាខុសទៅវាដូច like គេឲ្យយើងដើរត្រង់គេមានពាត់មើលវាយពីយើងដើរខុសវាយនេះ so you ទៅយើងចាំផ្លូវយើងត្រង់ and បើអត់មានហ្នឹងទៅយើងជាខុសរហូតរឿងគេ bully វាមិនដែលល្អទេប៉ុន្តែ at least យើងដឹងថាណាគេ bully យើង and it's okay ខ្ញុំនិយាយមកមាននិយាយដាក់ណាគេណាព្រោះមានមកដាក់ចេញរស៊ីណាគេមិនវាធម្មតាបាត់ថាក៏មានខ្លះមានគេ bully ដែរខ្ញុំក៏ធ្លាប់មានគេ bully ដែរធម្មតាអត់អីហ្មងនៅពេលដែលយើងគិតថាអត់អីខ្ញុំជឿថានឹងមានមនុស្សក៏ប៉ះពាល់អាហ្នឹងហើយខ្ញុំឃើញមិនតិចទេមនុស្សដែលគាត់បោះបង់ចោលការងារ project គាត់ដោយសារតែគាត់បងសម្បៀតមកអ្នកតែបានហើយអាហ្នឹងជា power របស់ខ្ញុំគឺការមើលងាយរបស់អ្នកតែគឺអត់ប៉ះពាល់ខ្ញុំទេតើពេលណាដែលបងឯងមាន realize ថាដឹង pressure តែពេលណាបងឯងដឹងខ្លួនឯងអូអាការរកស៊ីនេះគឺវាពិបាកខ្លាំងមែនតើមកចូលនេះមួយនេះ you know ពេលណាដែលបង realize ហ្នឹងពេលដែលបងបើក culture ឬក៏មុនហ្នឹងឬក៏បើកហើយអញ្ចឹងនៅពេលជួបបញ្ហាយើងដឹងមកអូអូខេនៅកន្លែងនេះគេវាយយើងបាននៅកន្លែងនេះគេជន់យើងបាននៅកន្លែងនេះអញមានបញ្ហាអាចបង្កបញ្ហាយើងបាន so the moment ដឹងរឿងហ្នឹងរៀបប្រព័ន្ធការពារហើយ and បរៀនខ្ញុំឲ្យតែងតែមានអ្នកការពារខ្លួនយ៉ាងណាមានរបស់ទុកការពារខ្លួនហើយមានរបស់មួយនៅពីក្រោយទុកការពារខ្លួនយ៉ាងណាណាយើងអត់ទុកសម្រាប់អីទេប៉ុន្តែបើសិនជាមានគេភូយើងដល់ចំណុចមួយយើងត្រូវការពារខ្លួនយើងអាចដកវាមកប្រើបានតែងតែត្រូវមានអាហ្នឹងចំណុចវាជា level ផ្សេងវាជាអីផ្សេងច្បាប់ជាអីយ៉ាងទៅទៅទៅទៀតហ្នឹង be prepare សម្រាប់មនុស្សគ្រប់គ្នាចង់និយាយចឹងណាបាទ I think ស្គាល់វាបរៀនឲ្យយើងស្គាល់ power online ថាយើងអាចធ្វើអីបានយើងអាចធ្វើអីបានរបស់ដែលយើងខ្លាំងថ្ងៃដែលយើងអាចយកមកវាជាអាជីវកម្មតែយើងអាចប្រើវាដើម្បីការពារយើងបានអត់នឹងសំខាន់តើជួបបញ្ហាបើយើងដឹងថាបើយើងជួបបញ្ហាលើក្រោយយើងតតាំងមកឲ្យលឿនផុតឲ្យមិនមែនតតាំងដើម្បីឈ្នះទេតតាំងដើម្បីបញ្ចប់បញ្ហាលឿនផុត so យើងអាចបកមកទៅកាយយើងវិញណាព្រោះបញ្ហាជាទូទៅវាធ្វើឲ្យយើងបញ្ហាដែលយើងជួបអ្នកគេចង់ទាញយើងគេចង់នេះចង់អីហ្នឹងគឺវាធ្វើឲ្យយើងកាំងការងារហ្នឹងផ្លែវាមិនដោះតែអញ្ចឹងវាកាំងហើយដល់momentតែយើងបលែងវាយើងអត់ដោះវាទេវានៅកាំងហ្នឹងវានៅទៅហ្នឹងដែរយើងពីប៉ះពាល់ដល់ environment ដែលយើងធ្វើការរបស់យើង project យើងផ្សេងមកអញ្ចឹងផ្ទឹកវាចេញអាបញ្ហាហ្នឹងមកវានៅទូចផ្ទឹកវាហើយដោះវាហើយបញ្ហាហ្នឹងវាអាចគេអ្នកសេការងារមួយហ្នឹងធីមយើងថតខុសand និយាយយកចាពីលេសភ្ញៀវកាចតោពេលដែលយើងមើលទៅបញ្ហាហ្នឹងមើលទៅអញនឹងបញ្ហា problem ធំ and we call and ភ្ញៀវចាប់ដើមមាន complaint គឺនៅ culture គឺយើងមាន policy មួយឥឡូវគឺ make sure ថាលោកបើភ្ញៀវការងារយើងបើយើងធ្វើគ្រប់ភ្ញៀវគឺអញ្ចឹងស្តង់ដារយើងប៉ុណ្ណឹងបាត់ភ្ញៀវ for some reason មានភ្ញៀវម្នាក់គាត់នឹងមិនពេញចិត្តការងារហ្នឹង clearly មិនមែនគឺគុណភាពការងារយើងទេគឺរឿងប្រភេទការងាររបស់ពួកយើងមិនមែនអត់ fit ជាមួយអ្វីដែលគាត់ត្រូវការទេចឹងវាមានអាការយកច្រឡំព្រោះហេតុអីព្រោះខ្ញុំមិនបាន chase ខ្ញុំមិន video production ទេការងាររបស់ខ្ញុំវាមានកម្រិតរបស់ខ្ញុំវាមិនមែនដូចគុណភាពរបស់មកថាធ្វើទេចឹងណាការងារខ្ញុំគឺប៉ុណ្ណឹងចឹងបើភ្ញៀវគាត់ចង់បានលើសហ្នឹងគាត់មិនមែនមកគួរហៅខ្ញុំទេគាត់ហួរអ្នកផ្សេងចឹងបើគាត់មើលទៅគាត់មិនពេញចិត្តគឺយើងដឹងប្រហែលជាពេលដែលយើង sell ក្រុមការងារយើង sell មួយភ្ញៀវអញ្ចឹងទៅគាត់ miscommunicate កំហុសរបស់យើងកន្លែងហ្នឹងឲ្យយើងភ្ញៀវយើងច្រឡំថាយើងក៏ត្រូវបានគុណភាពចឹងដល់ហើយសងគាត់វិញហ្នឹងហើយពេលយើងសងគាត់វិញយើង refund គាត់វិញខ្ញុំអត់ធ្វើយើងដកវីដេអូយើងឡើងវិញយើងចប់តែហ្នឹងតែគាត់ថាអធិស្ឋានយើង miscommunicate កន្លែងហ្នឹងបងប្រហែលជាគិតថាពួកខ្ញុំជា video production ពួកខ្ញុំមិន video production ទេពួកយើងអ្នកធ្វើ TikTok អញ្ចឹងការងាររបស់ពួកយើងអត់អាចមានគុណភាពស្មើ video production ទេយើងចាស់ជាកន្លែងហ្នឹងខ្ញុំសងលុយបងវិញទាំងអស់ពេលយើងសងលុយពីយើងខាតអត់យើងខាតយើងខាតព្រោះយើងចេញការងារហើយហើយយើងខាតប៉ុន្តែអាចដល់ let's say ខ្ញុំខាត 1000 តែ 1000 ហ្នឹងវាដោះឲ្យខ្ញុំអត់ឆ្លោះមួយភ្ញៀវសម្រាប់ខ្ញុំមានចំណេញព្រោះខួរក្បាលយើងទៅទាស់មួយភ្ញៀវទៅអីវា stress ណាស់អញ្ចឹងយើងសងគាត់អស់ភ្ញៀវពេលខ្លះបើគាត់ខឹងគាត់ចង់បានលុយគាត់វិញតែប៉ុណ្្នឹងហើយបាត់សួរចង់បានលុយគាត់វិញឲ្យគាត់វិញតែទិញគឺបើយើងអត់បៀលមុខរបរឬមកក៏ធីមយើងឲ្យខ្លាំងដល់ចំណុចមួយថាយើងមាន cash flow ថាពេលភ្ញៀវគាត់មិនពេញចិត្តសងពេលភ្ញៀវមិនពេញចិត្តសងកុំឲ្យឆ្លងភ្ញៀវតែយើងនឹងត្រូវបើយើងអត់ពេលហ្នឹង let's say យើងអត់មានអីសោះភ្ញៀវកក់យើង 2000 បញ្ហាយើងអត់មានលុយ 2000 ហ្នឹងទៅ refund ឲ្យភ្ញៀវវិញទេ let's say យើងនឹងត្រូវប្រឈមមុខទៅជួយ
តែចែកគ្នាពីណាខុសពីណាត្រូវតែទិញគឺបើយើងមានភៀវ20នាក់ហើយយើងយកពេលយើងមួយថ្ងៃទៅអង្គុយឆ្លោះជាមួយភៀវទៅលើឆ្លោះជាមួយនឹងឬមួយក៏ទៅទាស់សម្ដីគ្នាជាមួយនឹងធីមរបស់ភៀវណាខុសណាត្រូវវាអត់សំខាន់ទេហើយវានឹងខាត affect យើងជាមួយភៀវ29 10នាក់ទៀតអញ្ចឹងយើងត្រូវ strong អា cash flow ហ្នឹងដែរបើមិនយើងមើលទៅ project នេះមើលទៅអត់រលូនទេและដោះស្រាយបញ្ហាហ្នឹងឲ្យលឿន clear ចោលប៉ុបមានពេលបំរើភៀវ9-10នាក់ទៀត right កុំយក attend ពេលយើងទាស់ទោះបីទៅពេលយើងទាស់មួយភៀវម្នាក់យើងនឹងយក attention របស់យើងហ្នឹងទៅដាក់លើភៀវម្នាក់ហ្នឹងនិយាយចំចុះគឺនឹងវា negative មួយហើយវា unfair សម្រាប់ភៀវ9-10នាក់របស់យើងទៀតបើយើងមានភៀវ20នាក់ទៅពេលទៅមួយគឺវា unfair right យើង balance ពេលហ្នឹងអត់ត្រូវអញ្ចឹង10វិញគាត់ហើយទៀតយើងមានតែអត់ស្រាយមួយកាត់ក៏ដូចសាច់ខូចមួយអញ្ចឹងតែដោយការគោរពទេ right យើងអត់ចង់ឆ្លោះយើងអត់ចង់ទាស់សម្ដីមិនគាត់យើងក៏អត់ចង់ស្រែងធំយើងជូនគាត់វិញយើងចប់យើងគាត់ធ្វើការគាត់ពេញក៏ចង់បានលុយគាត់វិញជូនគាត់វិញបើការងារយើងមិនមែនអញ្ចឹងផងយើងទៅដើមទៅតែមួយយើង lock in សិនហើយរឿង fun ហ្នឹងដែរយើងប្រយ័ត្នដែរបាត់គាត់មួយ39នាក់ទៀតហ្នឹង right be real man ហ្នឹងត្រង់ and បើយើងធ្វើទៅគាត់មិនសប្បាយចិត្តតែយើងលុយគាត់ទៅ right that's right and the thing ពេលយើងបើក media agency ដំបូងបើយើងយកលុយគាត់គេមកយើងច្បាស់ជាយកអាហ្នឹងទៅចាយទៅលើកក់ដាក់ផ្សេងមកចឹងយើងអត់មានអី refund ទេអញ្ចឹងយើងត្រូវ strong cash flow ក្នុងណែរហូតដល់ចំណុចមួយដែលយើងអាចបើខ្ញុំពេញចិត្តសងលុយភៀវវិញ that's it វាត្រូវការ cash flow ដើម្បីធ្វើអញ្ចឹងបាទតែអាហ្នឹងវាមិនមែនរបៀបថាជាវាមិនជា negative ណាកន្លែងហ្នឹងគឺចង់ប្រាប់ថាអត់ទេខ្ញុំគិតថាធ្វើអញ្ចឹងគឺខ្ញុំគ្រប់ពេលវេលាភៀវពេលយើងនិយាយណាអធិស្ឋានបងខ្ញុំគិតថាយើងមានបញ្ហាមួយធំមែនតើគឺយើង miscommunicate គ្នាកំហុសពីធីមខ្ញុំគឺធីមខ្ញុំគាត់អត់បានប្រហែលជាគាត់អត់បានបញ្ជាក់បងច្បាស់ម្ដងហើយម្ដងទៀតថាធីមពួកខ្ញុំពួកយើងបកក្តាប់លើអីពិតប្រាកដពួកខ្ញុំមិនមែនអ្នកជំនាញថតវីដេអូទេពួកយើងថត TikTok តើយើងសាប់ថតទេគុណភាពវាអត់លើហ្នឹងទេហើយ in fact វាអត់អាចលើហ្នឹងទេហើយពួកយើងជំនាញទៅលើហ្នឹងពួកយើងធ្វើឲ្យផ្ទុះមិនមែនធ្វើឲ្យយើងមិនមែនធ្វើការងារគុណភាពដើម្បីយកវីដេអូទៅផ្សព្វផ្សាយ high quality TVC ពួកយើងអត់ប្រកួតប្រជែងអញ្ចឹងទេអញ្ចឹងយើងខុសកន្លែងហ្នឹងយើងបានបញ្យល់អញ្ចឹងជាការពួកបើយើងបន្តធ្វើទៀតបើបងអូខេបន្តធ្វើក៏បានដែរតែខ្ញុំគិតថាបងប្រហែលជាការងារខ្ញុំមិនមែនជាការងារដែលបងពេញចិត្តចង់បានទេហើយរឿងមួយទៀតគឺបើធ្វើទាំងអស់ក៏ត្រូវឆាច់បងទាំងអស់ដែរmaybe បងយកលុយហ្នឹងទៅប្រើអីឲ្យត្រូវរបស់ចង់បានវាល្អជាងយើងធ្វើអញ្ចឹងគឺយើងគ្រប់ពេលភ្ញៀវហើយព្រោះវិញយើងមិនទៅខ្ញុំត្រូវការធ្វើមួយថ្ងៃឲ្យលុយនោះយើងមិនតែនិយាយចឹងមួយភ្ញៀវទេវា more like អត់អីទេបងបើបងខ្ញុំគិតថាយើង miscommunicate ឡើងហ្នឹងបើបងចង់ធ្វើការ refund ខ្ញុំជូនបងវិញការមានសមត្ថភាព refund លុយទាំងអស់ឲ្យភ្ញៀវវិញអាហ្នឹងគឺជា power មួយដែលម្ចាស់ media គាត់អាចធ្វើបានដោះបញ្ហាលឿនមែនតើបានន័យថាយើងសុខចិត្តចាយលុយហ្នឹងដែលយើងខានហ្នឹងជាចំណាយមួយដែលយើងដោះបញ្ហាហ្នឹងចប់លឿនប៉ុតយើងជូនគាត់វិញតែពេលយើងជូនគាត់វិញ contract ហ្នឹងចប់ហើយយើងអត់យកលុយភ្ញៀវការងារអត់មាន deliver ឲ្យភ្ញៀវចប់អត់មានការប៉ះពាល់អីទាំងអស់អត់មានអីទាំងអស់ចប់ទៅភ្ញៀវគាត់បានលុយគាត់ហើយគាត់នឹងឈប់និយាយគាត់បានលុយគាត់មកវិញគាត់នឹងយកលុយទៅរកការងារណាដែលគាត់ពេញចិត្តហើយមិនមែនគ្រប់ការងារទាំងអស់សុទ្ធតែត្រូវតែគាត់ពេញចិត្តណាអញ្ចឹងហើយធីមខ្ញុំអត់ធ្វើអីធ្វើតែមកហុកហ្នឹងអញ្ចឹងបើភ្ញៀវចង់បានអាផ្សេងហ្នឹង let's say បើភ្ញៀវគាត់ចង់ចុះបើគាត់ថាគាត់ចង់សងបានលុយគាត់វិញគាត់ចង់ upgrade គុណភាពនឹង upgrade បានទៅជួលកាមេរ៉ាមកធ្វើគាត់បានអត់ធ្វើបានតែខ្ញុំអត់ធ្វើពីព្រោះវានឹង affect គុណភាពពេលវេលានិង balance របស់ team ខ្ញុំ build មករបរខ្ញុំគឺជា system មួយដែលគ្រប់ភ្ញៀវយើងធ្វើអញ្ចឹងright ធ្វើលើសហ្នឹងយើងអាចទៅជួល freelancer ដែលខ្លាំងមកធ្វើបានតែបើយើងធ្វើយើងនឹងបំបីអាហ្នឹងឯងវានឹងធ្វើឲ្យខ្ញុំ affect គុណភាពពេលវេលា team ខ្ញុំទៅដកពេលមកធ្វើអាហ្នឹងទៅតេស្តអាហ្នឹងខូចអញ្ចឹងយើងកែមួយយើងនឹងខូចបានថាយើងគោរពភ្ញៀវម្នាក់គោរពការចង់បានរបស់ភ្ញៀវម្នាក់យើងនឹងមិនគោរពភ្ញៀវ9-10នាក់ផ្សេងទៀតយើងធ្វើអញ្ចឹងយើងជូនលុយភ្ញៀវវិញយើងបញ្ចប់បញ្ហាយើងខានទៀតយើងដោះស្រាយបញ្ហាយើង move on យើងមានពេលទទួលភ្ញៀវថ្មីលឿន and ភ្ញៀវម្នាក់ផុតនឹងមានភ្ញៀវម្នាក់ទៀតមកលឿនមែនតើមានយើងមាន cash flow នេះយើងដោះបញ្ហាលឿនភ្លាមកុំ stress tức là nó trong phép ra thà nguyện sạp hỏi rồiไปជួបអញ្ចឹងទៅ refund ភ្ញៀវភ្លាមអាហ្នឹងគេដោះស្រាយគ្នាសិនក្នុងការនិយាយហ្នឹងអាហ្នឹងដូចបើថាវាមនុស្សវាជំងឺយើងត្រូវហៅឲ្យដឹងថាយើងឈឺហើយលឿនមែនតើហើយយើងទៅទិញថ្នាំមកហូបឲ្យជាលឿនមែនតើចាយលុយទៅមិនទិញថ្នាំការ refund លុយភ្ញៀវគឺដូចចាយលុយទិញថ្នាំពជាជាប់អញ្ចឹងបើយើងមិនដោះភាសាយើងចង់បាន 1000 ហ្នឹង 2000 ហ្នឹង right វាច្រើន
right ដល់ចំណុចមួយវានឹងเป็นនៅចំណុចមួយវានឹងច្រើនណាបាទបើយើងនៅអញ្ចឹងចុះបើសិនជាទៅមុខទៀតតែដល់ពេលគាត់ធ្វើទាំងអស់ហើយបានគាត់បានយើងមានចំនួនមួយធំមួយភ្ញៀវថាយើងចង់គៀបអានេះដែលយើងនឹង go through រឿងច្រើនតគ្នាហើយយើងបើថាអ្នកកាន់មីឌៀមថាដឹងហើយនឹងមានអាកូនរឿងតែធ្វើយើង stress មួយថ្ងៃឯបាននេះចុះបើសិនខ្ញុំប្រាប់ថាឥឡូវនេះខ្លួនគាត់វិញគាត់ជុំនិយាយពីហ្វានចប់តោះកុំ stress តែពេលអញ្ចឹងយើងនឹងវាគាំងអារឿងហ្នឹងយើងបន្តអាបុគ្គលិកយើងដែលកាន់ការងារហ្នឹងនិយាយទៅមានប្រព័ន្ធមួយបើដឹងថាឈឺកាត់ចេះលឿនព្យាបាលលឿនចប់រត់ទៅធ្វើអីផ្សេងទៀតតែអល់មានបញ្ហាបើកមករបរថ្មីរកស៊ីដល់យ៉ាងណាតែលឿនបើវា fail បើមិន fail ដឹងថាវា fail ឲ្យលឿនហ្នឹងហើយបើវាមិនដើរដឹងថាវាអត់ដើរលឿនដើម្បីបញ្ចប់កុំចេះលុយថែមទៀតកាត់ប៉ុណ្ណឹងចប់ហើយផ្សេងថ្មីទៀតទឹកកន្លែងហ្នឹងខ្ញុំអរគុណបងដែរឆ្នាំមុនបងបានប្រាប់ខ្ញុំទៅលើហ្នឹងណា so ខ្ញុំយល់ពីបញ្ហាហ្នឹងខ្ញុំក៏ like ធ្វើតាមចេះ you know វាធូរចិត្តច្រើនវាធូរមិនមែនគ្រប់គ្នាសត្វតែថាគាត់នឹង agree មួយខ្ញុំរឿងហ្នឹងឯណា right មនុស្សមុខរបរខ្លះគេប្រើបេះដូងធ្វើសម្រាប់ខ្ញុំប្រើប្រព័ន្ធការងារជាមួយនឹងច្បាប់ក្រុមហ៊ុនធ្វើវាលឿនព្រោះខ្ញុំធ្វើការយកបេះដូងមកធ្វើជិត10ឆ្នាំជាងហើយហើយខ្ញុំវាអត់ដូចអ្វីខ្ញុំចង់បានទៅខ្ញុំប្រាប់ឡើងថាខ្ញុំឈប់ខ្ញុំចេញមករកស៊ីគឺខ្ញុំនឹងអត់ប្រើហ្នឹងមកធ្វើទេគឺដូចក្រុមធីមក្នុងហ្នឹងមានធីម10នាក់យើងមានម្នាក់ដែលគាត់ពិតជា under perform មែនខ្ញុំសួរមកថាមុខគ្នាយើងទាំងអស់គ្នាគាត់ជាបុគ្គលិកមួយល្អទឹកចិត្តគាត់ល្អគាត់ជួយយកអាសាគេស្រឡាញ់គាត់គ្រប់គ្នាគាត់ប្រឹងគាត់មកមុនគេគាត់ចេញក្រោយគេបាត់តែទិញគឺការងារគាត់ result វាអន់ខ្លាំង right សម្រាប់ខ្ញុំពេលយើងប្រជុំគាត់យើងគ្រប់ពេលវេលាគាត់ជាងឲ្យគាត់មកត្រាំត្រែនៅក្រុមហ៊ុនយើងតែគាត់អត់អភិវឌ្ឍខ្លួនឯងពីព្រោះអីពេលខ្លះយើងឲ្យគាត់ទៅកាន់ graphic design គាត់អត់ស្រឡាញ់ graphic design ទេគាត់ជាមនុស្សផឹងតែគាត់អត់ស្រឡាញ់គាត់មានគាត់ maybe គាត់ស្រឡាញ់គាត់មាន talent ហ្នឹង talent គាត់ event management talent គាត់អ្នករៀប event រៀបអីទេ influencer management គាត់បកកែ connection ហើយកែរាប់អានគេអញ្ចឹងបើយើងស្រឡាញ់គាត់យើងចង់តឲ្យកាយគាត់យូរពេកវាដូចចងជើងគាត់នៅក្រុមហ៊ុនយើងហ្នឹងដោយប្រើមនោចេតនាមកចងគាត់មិនឲ្យគាត់ទៅរករបស់ដែលគាត់ធ្វើបានបកកែអញ្ចឹងពីជ្រុងមកខ្ញុំដេញបុគ្គលិកក៏ជាការគោរពបុគ្គលិកម្នាក់ដែរហ្នឹងហើយបើយើងបញ្ចប់គាត់គឺយើងឲ្យគាត់ដឹងថាគាត់ប្រហែលជាមានទេពកោសល្យរឿងអីផ្សេងបាទកុំខ្ជះខ្ជាយពេលវេលានៅនេះអង្គុយធ្វើ graphic design ទៅកន្លែងផ្សេងទៅ influence ទៅ collective ទៅ team 2 អីទៅកាន់ influencer ទៅកុំអង្គុយកាន់ graphic នៅនេះចឹងអាហ្នឹងគ្រប់ពេលវេលាគាត់ plus យើងគ្រប់ដោយគាត់ថាធ្វើចឹងយើងគ្រប់បុគ្គលិកផ្សេងតែយើងផ្លាស់ប្ដូរ team ម្នាក់ហើយអត់ effective ខ្លាំងដាក់ team ម្នាក់ទៀតដាក់ effective ពួកយើងគ្រប់ការងារអ្នកផ្សេងដែលគាត់ធ្វើបានល្អពេលវេលាពីមុនមកកូននឹងវាផឹងគេស្រឡាញ់វាគ្រប់គ្នាតែដោយសារវាធ្វើយឺតពីកាំងការងារគេវាធ្វើឲ្យ project manager ដែលកាន់ project របស់វាកាន់បើទៅសេវាកាន់ page ឲ្យភ្ញៀវគេធ្វើការងារលឿនទាំងអស់គេ boot គេធ្វើ caption ឲ្យលឿនយឺតទៅវាកាន់ graphic ហ្នឹងវានឹងធ្វើឲ្យភ្ញៀវស្ដីឲ្យអ្នកកាន់ project ហ្នឹង project manager ហ្នឹង executive ហ្នឹងដូរគាត់ចេញគ្រប់អ្នកផ្សេងalso បងពេលតែមួយហ្នឹងយើងគ្រប់ភ្ញៀវទៅright យើងគ្រប់ភ្ញៀវទៅដេញបុគ្គលិកយើងចោលមិនមែនជាគាត់ក្នុងស្រុងទេបើជួនកាលយើងប្រជុំគាត់ដូចតកាយយើងធ្វើមួយខ្ញុំអញ្ចឹងគាត់ពិតជាមិនត្រូវការខ្ញុំទេដល់ចំណុចមួយហ្នឹងខ្ញុំអស់ហើយរបស់ដែលខ្ញុំច្បាច់ឲ្យភ្ញៀវហ្នឹងចំណេញអីហ្នឹងខ្ញុំឲ្យអស់ហើយដល់ពេលមួយបេះដូងខ្ញុំលេងនៅហ្នឹងហើយគាត់ក៏អត់ហ៊ានហាមាត់ដែរគាត់អត់ហ៊ានហាមាត់ទេអញ្ចឹងគាត់ដល់ពេលយើងទៅគាត់សប្បាយចិត្តគាត់ថាអូខេទីមផតគាត់ទៅហើយអូបើគាត់មិនឲ្យខ្ញុំទៅក៏ខ្ញុំមកមានថ្ងៃនេះដែរសូមដល់ឥឡូវយើងជិះក៏យើងមិនស្អប់គាត់ខ្ញុំជឿយើងនិយាយថងបុគ្គលិកគាត់ខឹងយើងណាប្រាប់គាត់ទៅសមត្ថភាពគាត់ល្អកន្លែងនេះកន្លែងហ្នឹងឯងគាត់ធ្វើនឹងអត់ល្អគាត់បែរជាមានធ្វើមួយទៀតធ្វើល្អជាងព្រោះយើងមើលឃើញថាកុំឲ្យខាត់ពេកគាត់ហើយកុំឲ្យខាត់ពេកក្រុមហ៊ុនដូចគ្នាយើងកាន់តែនិយាយតែ relationship ដូចគ្នា right យើងលែងស្រឡាញ់គ្នាហើយយើងមិនព្រមបាយគ្នាគឺយើងអត់គ្រប់ពេលវេលាគេយើងនៅត្រាំតែហ្នឹងអញ្ចឹងអញចូលដល់ការធ្វើប្តីប្រពន្ធបានលែងគ្នាខាតទាំងពីរនេះបើយើងអត់ស្រឡាញ់គេដែលបែបប្រញាប់ទៅកុំខ្ជះខ្ជាយពេលវេលាគេបើយើងដឹងថាយើងប្រឹងមិនស្រឡាញ់គេប៉ុណ្ណឹងវាអញ្ចឹងខ្ជះខ្ជាយវាអញ្ចឹង
អានឹងសិតតែជាមេរៀនមួយដែលយើងត្រូវយល់ណាពីជ្រុងរបស់ខ្ញុំទៅដូចជាអស់ហើយបែកឆ្លើយមកអស់ហើយខ្ញុំយកបបែកហូបកាត់តែ like នេះខ្ញុំចង់បញ្ជាចូលរឿងឥឡូវនេះថាតកតងជាមួយនឹងសង្គ្រាមlike indirect message ថាយើងគួរតែបន្តរបៀបម៉េច you know ហើយគួរតែរៀនរស់មួយវារបៀបម៉េចអីចឹងទៅដើម្បីផ្ដល់ជាជំនួយទៅថែមទៀតអីចឹងណា like manage របៀបម៉េចបានចាំមើលបាយនិយាយទៅហើយមួយទៀតតាំង freelance ខ្ញុំចង់ shout out ថាតាំង freelance គ្នាពងពិបាកដូចគ្នាចឹងទៅដល់ពេលយើងអត់ manage អាហ្នឹង freelance គ្នាខ្លះក៏គ្នាទៅដាច់ពោះងាប់ដែរហើយគ្នាក៏ត្រូវការជួយ you know ទៅមកទៀតដែរហើយមិនអាច action ហ្នឹងបាយនិយាយហ្នឹងមកខ្ញុំមិនសួរទេអូខេរឿងបញ្ហាបច្ចុប្បន្ននេះអមានខ្ញុំបានថាបញ្ចេញយោបល់ទេណាពីជ្រុងរបស់ខ្ញុំហ្មងព្រោះខ្ញុំធ្វើ series podcast មួយជាមួយខាងបោះនៅ overtime ដែលមានការជួយពីមួយថានឹង Phoenix Pro Phoenix Hub ដែរខ្ញុំជួបមួយ guest មួយចំនួនហើយយោបល់បានមកល្អដែលខ្ញុំអាចប្រមូលផ្ដុំបានទី1សង្គ្រាមនៅតវ៉ៃគឺជាតួនាទីការតតាំងនៅជួលមកគឺជាតួនាទីរបស់បងវីរៈកងទ័ពរបស់ពួកយើងក្រោមការដឹកនាំរដ្ឋាភិបាលរបស់ពួកយើងទីមួយយើងត្រូវ trust រដ្ឋាភិបាលរបស់ពួកយើងត្រូវមានជំនឿទុកចិត្តទៅលើរដ្ឋាភិបាលរបស់ពួកយើងដល់ពេលមួយគ្នាអ្នកមានសម្លេងគួរតែត្រូវបន្តចេញទៅឥឡូវនេះគឺរឿងមួយដែលយើងអាចធ្វើបានល្អគឺយើងមើលឃើញថាពួកយើងបានបញ្ចេញសម្លេងទៅកាន់ថៃទៀតយកភាក់មកសមឲ្យ surprise គេគ្រប់គ្នាចេញវីដេអូថៃអូខេយើងទៅដល់ខាងថៃទៀតព្រោះអីខ្ញុំជឿខ្ញុំ agree ខ្ញុំអត់ចេះថៃអញ្ចឹងណាប៉ុន្តែយើងឃើញបងរៀនថតហ្វាសេនេះគេចេញវីដេអូភាសាថៃគឺខ្ញុំគិតថាហ្នឹងល្អយើងត្រូវថកយើងត្រូវនិយាយឲ្យចំទៅកាន់មនុស្សមួយចំនួនដែលត្រូវបានប្រជាពលរដ្ឋយើងលៀបពណ៌ថាអាក្រក់ហ្នឹងគឺពួកថៃកុំនិយាយលៀបពណ៌មិនលៀបពណ៌ពេលយើងខឹងយើងនឹងម៉ៃថាវាអាក្រក់ប៉ុន្តែបើយើងមើលមែនតើទៅពីជ្រុងរបស់មនុស្សនឹងមានមិនពួកថៃខ្លះដែលវាអត់គ្រប់គ្រងការវាយហ្នឹងទេប៉ុន្តែវាអត់ហ៊ាននិយាយវាខ្លាចថៃគ្នាវាបូលីចឹង I think យើងក៏អាចនិយាយទៅលើកន្លែងហ្នឹងបានដែរព្រោះនឹងមានពួកថៃមួយចំនួនដែលអញនិយាយនៅក្នុងប្រទេសអីចឹងថាវាមិនចឹងពួកយើងត្រូវបន្តនិយាយឲ្យអន្តរជាតិមើលឃើញចឹង content ភាសាអង់គ្លេសនៅទៅត្រូវការសម្បងអាប់ដេតព័ត៌មានទាំងអស់ហ្នឹងចែករំលែកបន្ត rise awareness ទៅលើរឿងហ្នឹងដរាបណាយើងអត់ឈប់និយាយពិភពលោកគេនៅតែលឺគេមិនគេលឺឲ្យគេមិនធ្វើអីអាហ្នឹងវាជារឿងដែលយើងត្រូវតែ trust រដ្ឋាភិបាលហ្នឹងហើយគេលឺហើយគេមិនធ្វើអាហ្នឹងគឺជារឿងដែលយើងទៅជឿជាក់ទៅលើរដ្ឋាភិបាលថាគាត់នឹងមានយុទ្ធសាស្ត្របន្តទៀតប៉ុន្តែពួកយើងត្រូវតែបញ្ចេញសលេងទៅតាមការដឹកនាំរបស់អ្នកដែលគាត់ចេញមុនរបស់ពួកយើងឧទាហរណ៍យើងតាមដានមើល page creator សំខាន់មួយចំនួនមករៀនថតអីចឹងទៅគាត់មាន message អីគឺយើងតាមដានព័ត៌មានទាំងអស់ហ្នឹងមើលព័ត៌មានមកយើងរៀបចំចេញរឿងជំនួយរឿងអីគឺយើងនឹងមានបងមកពួកយើងគាត់បន្តជួយហើយអ្នកណាគេចង់ចូលរួមជួយគឺនៅតែបន្តជួយហើយត្រូវតែលើកទឹកចិត្តឲ្យមានការជួយបន្ថែមទៀតរឿងមួយដែលរក្សាសាក់គាត់គាត់និយាយល្អគឺយើងឥឡូវនេះយើងបានជួយមកប្រាវធំហើយអាហ្នឹងគឺការជួយកំហុកហ្នឹងណាឥឡូវរឿងនៅបន្តទៅទៀតគឺយើងក៏ត្រូវការយើងត្រូវចាប់ផ្ដើមបដូរពីការជួយកំហុកទៅជាការជួយជាប្រចាំមកយើងសម្រាប់មូលនិធិផ្សេងៗដែលបន្តទទួល I think សម្រាប់ប្រជាពលរដ្ឋដែលពិតជាចង់ជួយដែលគាត់ចង់ជួយប្រទេសជាតិការជួយរបស់គាត់គឺគាត់អាចបំបែកបាត់ចិត្តរបស់គាត់ជួយតាមដំណាក់កាលរាល់សប្តាហ៍ហើយមួយក្នុងមួយសប្តាហ៍គាត់ចង់គាត់អត់ដល់លើពេលមានបញ្ហាម្ដងគាត់ជួយ100ហ្នឹងបំបែក$30ក្នុងមួយទឹក$30ឲ្យទៅរហូតណាលុយហូរជា cash flow ចូលទៅកាន់កន្លែងជំនួយឬមួយក៏អង្គដាក់ចូលរហូតមកក្រុងតាម period ហ្នឹងអញ្ចឹងយើងមានជំនួយបន្តចូលរហូតមានអ្នកចាំទទួលរហូតមានជំនួយរុញទៅខាងបងជួយមកយើងរហូតវាយបើយើងមើលពេលសង្គ្រាមធ្វើចឹងឯងគេជួយម្ដងទាហានមានបាយហូបរហូតមានអីវាយរហូតហើយខ្ញុំជឿទាហានវិរៈកងទ័ពខ្មែរយើងឲ្យតែគាត់ឆ្អែតកាពះហើយគាត់ពេញពោះឲ្យតែមានគាត់កំភ្លើងឲ្យគាត់ការពារបានហ្នឹងហើយយើងពួកនោះពួក Gen Z ហ្នឹងមកមួយស្មើមួយឈ្នះទាហានយើងទេហើយណាមួយខ្ញុំលើកទឹកចិត្តឲ្យអ្នកមានសលេងគេគាត់ខំប្រឹងអញ្ចឹងណាហើយប៉ុន្តែក៏កុំភ្លេចរស់ស៊ីផងគឺសំខាន់ណាហ្នឹងជា main purpose របស់ពួកយើងធ្វើ podcast ហ្នឹងឯងហើយovertime ខ្ញុំ dedicate overtime podcast នៅ season 4នេះគឺសម្រាប់ទៅលើសេដ្ឋកិច្ចពួកយើងនឹងជួបទីស្មងណាគឺយើងបានជួបជាមួយនឹងមហា logistics ហើយយើងនឹងជួបជាមួយនឹងសម្បុក IT យើងជួបជាមួយនឹង baby outlet យើងនឹងជួបជាមួយនឹងហាងលក់ទូរស័ព្ទដោយ one click គឺយើងជួបជាមួយម្ចាស់អាជីវកម្មនៅ season នេះពួកគាត់នឹងមកចែកម្លែកពីរឿងដែលម្ចាស់អាជីវកម្មផ្សេងៗត្រូវធ្វើតាក់ទងជាមួយនឹងហើយយើងធ្វើបែបណាទៅយើងអាចបន្តការពារអាជីវកម្មរបស់ពួកយើងឲ្យរឹងមាំទៅមុខតាមទៀត
សេដ្ឋកិច្ចសំខាន់នៅក្នុងហ្នឹង សេដ្ឋកិច្ចសំខាន់បើយើងបលែងសេដ្ឋកិច្ចដែលប្រទេសយើងជួបបញ្ហាខ្លាំងជាងវាវាយចូលទៀតសឹងថាវាវាយចូលរឿងមួយឯង Yeah ចុះបើយើងអត់មានសេដ្ឋកិច្ចយើងបានន័យថាតាំងនេះអំពេញក៏ចោលស្រុកដែរតាំងអំពេញក៏ត្រូវដែរ That's a good point អញ្ចឹងត្រូវហ៊ានរស់ជាមួយនឹងបញ្ហាហ្នឹង បើវាមិនចប់ត្រូវរៀនរួមមួយវាមិនមែនចាញ់វាទេ Yep យ៉ាបើយើងបដ ாய் សេដ្ឋកិច្ចយើងអន់អញ្ចឹងពេលអស់ចំណូលមែនតើយើងមិនប្រឡែងទៅតាមព្រមលិខិត No អត់មានតាមព្រមលិខិតទេអត់មានតាមព្រមលិខិតទេអត់មានទេត្រូវឈ្នះហៅវិធីឈ្នះហើយរឿងដែលខ្ញុំអាសានិយាយហ្នឹងគឺយ៉ា local brand ក្នុងស្រុកនេះ មានច្រើនណាស់ នាំគ្នាទៅរុញប្រើឲ្យដើរខ្ញុំឃើញបងប្អូនភាគច្រើនចូលមើល address គាត់សិតតែបរទេសទាំងអស់ទៅស្រុកខ្មែរយើងគាត់និយាយថាដល់បើសិនតែវ៉ាន់ថៃมันពាក់ហេការវ៉ាន់ថៃប្រើរបស់អាមេរិកប្រើរបស់កូរ៉េរបស់ជប៉ុនអត់ខុសទេខ្ញុំអត់ខុសទេតែគាត់ថាគាត់ again ពេលនេះមិនមែនពេលជន់ផលិតផលខ្មែរទេតែផលិតផលខ្មែរខ្ញុំមាន comment មួយនោះអ៊ំស្រីម្នាក់គាត់មើល address គាត់នៅអាមេរិកហើយទីភាសាគាត់នៅស្រុកខ្មែរគាត់ឈឺគាត់ឃើញគេបាញ់ទាហានយើងអញ្ចឹងគាត់ឈឺបាទมันបន្ទោសគាត់ទេអាហ្នឹងគាត់មើលមិនឃើញអ្នកមិនជួបតែមិនដឹងអាហ្នឹងមិនបន្ទោសទេអត់មានកំហុស ប៉ុន្តែគាត់ថាខ្ញុំយល់អត់មានអីអត់មានពាក់ហិការរបស់អាមេរិករបស់អីទេអត់មានពាក់ហិការរបស់ស្រុកកែពាក់ហិការថៃទេគាត់ថាពេលនេះបើយើងជាខ្មែរយើងចេះគិតទៅបើយើងមិនគ្រប់គ្រងផលិតផលខ្មែរដើរទេតើពេលណាទៅផលិតផលខ្មែរហ្នឹងវារឹងមាំបើយើងមិនទិញផលិតផលក្រុម brand ហ្នឹងមានលុយពីណាទៅអភិវឌ្ឍផលិតផលរហូតដល់វាចំណុចមួយវាស្តង់ដារវាស្មើមើលខ្លាំងជាងវ៉ាន់ថៃបើវាអត់ខ្លាំងជាងផលិតផលថៃតែយើងអាចរុញវាចេញទៅក្រៅស្រុកពេលណា ultimate goal ពួកយើងគឺផលិតផលក្នុងស្រុករបស់ពួកយើងខ្លាំងរុញចេញទៅក្រៅស្រុកបងម្ចាស់ Iron Head Cambodia បាទសម្បកកង់ Iron Head អីហ្នឹងបងកុកមេងគឺគាត់ផ្ដោតទៅលើខ្លាំងណាគឺគាត់ goal ultimate goal របស់គាត់គឺរុញផលិតផលរបស់ខ្មែរយើងចេញទៅក្រៅស្រុកហើយបងណាដែលចង់ជាអាជីវកម្មក្នុងស្រុកមួយចំនួនគឺលើកមុនគាត់ប្រកាសថាគាត់នឹងផ្ដល់ប្រឹក្សាជូនតែគេក៏ដោយដែលចង់ធ្វើការចាប់ផ្ដើមគិតគូរពីច្រកណាដែលថាអាចរុញផលិតផលយើងទៅក្រៅស្រុកបានធ្វើបានពួកយើងធ្វើបានគឺថាឥឡូវវាអត់មានវិបាកទៀតផង right ពួកយើងអាចធ្វើបានសួរថាវាពិបាកសួរថាវា impossible not no it's not impossible ពេលរបបពេលខ្លះវាក៏ត្រូវការ miracle ដែរវាត្រូវការបំលិខិតជួយដែរវាត្រូវការសំណាងដែរប៉ុន្តែយើងរុញបានវាមិនអាចថាមិនទៅមិនរួចតែផលចេញខ្មែរចេញក្រៅស្រុកមកកណោដែរវាច្រើនយើងអត់ចេញក្រៅស្រុកទេដែលយើងអត់មានលុយចូលទេលុយវានៅវល់ហ្នឹងណាប្រូលុយវានៅវល់ក្នុងស្រុកខ្មែរហ្នឹងមិនអត់រីកទេតែខ្ញុំមាន 1000 ខ្ញុំទិញអីវ៉ាន់ប្រៃយក 1000 ហ្នឹងមកទិញអីវ៉ាន់ខ្ញុំវិញវានៅហ្នឹងពួកយើងគិតថាខ្ញុំមាន 1000 ខ្ញុំគិតថាខ្ញុំមាន 1000 តែក៏បាត់លុយដល់ 1000 ហ្នឹងហើយមនុស្សពីរនាក់គិតថាខ្ញុំជា ownership ហ្នឹងវាអត់វល់វាមានធានសំខាន់បើយើងចាប់ផ្ដើមលក់ឲ្យស្រុកក្រៅវាចេញឥឡូវយើងគិតមើលរាល់ថ្ងៃឥឡូវខ្ញុំ I have nothing ខ្ញុំអ្នក digital marketing background អញ្ចឹងគឺយើងនឹងគឺយើងពឹងបាយទៅលើការផ្សព្វផ្សាយទៅលើ Facebook ប៉ុន្តែឥឡូវគិតមើលមកថាខ្ញុំជាអតិថិជនមកថាជាអ្នកលក់ផលិតផលខ្ញុំយកលុយខ្ញុំ20រៀលទៅទិញអីវ៉ាន់មកថា20រៀលមកថាមិនចំណេញ20រៀលទេមកថាទៅទៀតដើមផ្សេងប៉ុន្តែមកថាដើម្បីលក់បានមកថា boost Facebook របស់ណាគេរបស់អាមេរិកទៅអងថ្ងៃយើងលក់អតិថិជនខ្មែរឲ្យម្ចាស់អាជីវកម្មខ្មែរយើងផ្សព្វផ្សាយលុយផ្សព្វផ្សាយរបស់ពួកយើងចេញទៅអាមេរិក so លុយចេញបើយើងអត់មានចំណូលចូលទេយូរទៅយើងនឹងមើលឃើញតែលុយវាចេញmake sense អត់ណៃហី make sense យើង boot ពេលគ្រប់ពេលយើង boot លុយទៅអាមេរិកគេថា boot បើមិន boot វាមិនសេចក្ដីទៅមុខអញ្ចឹងគឺតែកូនខ្មែរ develop app មួយទៀតមិនចាំបាញ់ចឹងទេ I think you just មានជងច្រើនតែទីផ្សារគាត់ចង់និយាយចឹងណាលុយវាត្រូវចេញរឿង boot ថាមានរកស៊ីមិន boot មិនខ្ញុំតែទីផ្សារគាត់ខ្ញុំថា agree ថាវាថា boot ណានេះតែមានលុយជាងកាសហើយអ្នក freelancer ក៏អាចដើរតួសំខាន់ក្នុងការយកលុយក្រៅស្រុកបានដែរ right ជាមួយនឹង Fiverr ជាមួយនឹងអីបើយើងអាចប្រកួតប្រជែងនៅលើរឿងតម្លៃសេវាកម្មបានមាន market ដែលពួកយើងព្រោះថ្ងៃនេះអាជីវកម្មបែប nomad មួយចំនួនជាច្រើនអាជីវកម្ម cloud business មួយចំនួនជាច្រើនដែលគាត់ប្រើប្រាស់tool outsource មកកាន់ក្រៅស្រុកហើយនៅឥណ្ឌាហៅលុយបានច្រើនរឿងហ្នឹងនៅកាណាដានៅអីហៅលុយបានច្រើនហ្នឹងយើងមានខ្មែរយើងជាច្រើនអ្នកដែលគាត់លក់សេវាកម្មគាត់តាម Fiverr មក Upwork ផ្សេងតែហ្នឹង attract តែលើកថាមានកូនខ្មែរមួយរូបក៏មាន website នេះដែរណា
website ហៅកាយ vibe code លេងឲ្យគ្នាយើងប្រើទេអត់អីទេតែប្រើ adverb ប្រើអីតែមិនប្រើកម្មពួក freelance យេអត់ទេតែគាត់ថាអរគុណស្រាលើគ្នាដែល បង្កើតច្រើនដែរអីធ្វើ1ម៉ោងមិនអ្នកចេះ IT ទេតែដល់គ្នាចូលចង់ប្រើចូលទៅប្រើទៅនៅប្រើច្រើនមិនដែរខ្ញុំមិនបានលុយដែរបងបងចឹងហ្មង vibe code ទេអត់គឺវាតែមកស្អីcontrol ក៏បានមិន control ក៏បានដែរគ្រប់គ្នាវាយជាគេច្រឡំហើយមើលទៅតែបង្កើតអូ website គាត់ស្មានยังไงធ្វើទិញ startup នេះណាណូជាស្រ័យទៅ1ម៉ោង ក៏បង្កើតឲ្យកូនខ្មែរចូលលេងចូលហ្នឹងអីពេលឥឡូវនេះអ្នក MMO នេះអីក៏បដាទូសំខាន់ក្នុងការយកលុយចូលស្រុកអ្នកធ្វើ MMO YouTube ធ្វើវីដេអូណាមើលពីប្រទេសណាមកលុយណោះពី YouTube មកពី Alphabet មកចូលស្រុកអាហ្នឹងក៏សំខាន់ណាអ្នក MMO ក៏បានលុយក៏ទៅទីផ្ទះអីអាហ្នឹងមិនអូសលុយពី Google មកហ្នឹងហើយយើងអត់គិតគឺអ្នករកស៊ីបែប dropship អ្នកធ្វើ Amazon FBA អ្នកធ្វើ dropship តើតារកលុយក្រៅស្រុកមកទាំងអស់ចឹងអ្នក MMO ពេលនេះក៏ដើរតួសំខាន់ដែរណាអ្នករកលុយពី Facebook ពីអីស្ដាប់យើងប៊ូតលុយទៅ Facebook មកកណោចឹងអ្នករកលុយពី Facebook ក៏ជាអ្នកដើរតួសំខាន់ក្នុងការទាញចំណូលចូលមកដែរ Yeah that's right Yep I think that's all បើមានតែ shout out ទេអត់អីណាប៉ុណ្ណេះបានអូខេតោះខាត់មួយ